ជំរាបសួរជនរួមជាតិទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាមានកិត្តិយសខ្លាំងណាស់ដែលបានកូនដែលជាសិស្សជាសហគមន៍ការរំដួលបានផ្ដល់នៅសិភៅដែលពីថ្នាក់ទី1ថ្នាក់ទី2ដល់ថ្នាក់ទី3ដែលជាភាសាខ្មែរនិងភាសាអង់គ្លេសគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានតម្លៃមាន5ហេតុអីបានជាបងប្អូនទាំងអស់នេះគាត់ឲ្យសិភៅតែគាត់អត់ឲ្យលុយទី2ហេតុអីគាត់មិនឲ្យបាយទី3ហេតុអីក៏គាត់មិនឲ្យជារបស់អ្វីក្រៅពីសិភៅគឺចង់ដឹងប្រាប់ថាបងប្អូនគាត់បានរីកចម្រើនគាត់បានរុងរឿងគាត់អាចតាមចេញពីរយៈសិភៅនេះគាត់ទោះបីជាគាត់មានលុយតិចក៏ដោយតែទឹកចិត្តគាត់ធំលុយតិចមែនតែបេះដូងគាត់ធំដើម្បីអីគាត់ផ្ដល់សិភៅទៅឲ្យកូននៅជួរមុខដែលភៀសខ្លួនហើយខ្ញុំនឹងផ្ដល់សិភៅនេះនៅពេលថ្ងៃខាងមុខគឺសិភៅទាំងអស់នេះមានចំនួន1716ក្បាលហើយសង្ឃឹមជឿជាក់ថាសិភៅនេះនឹងទៅដល់ដៃកូនជនភៀសខ្លួនទាំងអស់នៅតាមតំបន់ជួរមុខខ្ញុំនឹងយកទៅចែកជូនកូនទាំងអស់នោះដើម្បីអីដើម្បីឲ្យគាត់អាចអានបាននេះគឺយើងឃើញហើយនេះគឺភាសាខ្មែរថ្នាក់ទី3ថ្នាក់ទីដែលភាសាអង់គ្លេសថ្នាក់ទី2សភៅអង់គ្លេសថ្នាក់ទី1ទេណាគឺសិតសឹងតែជាមានតម្លៃមិនអាចកាត់ថ្លៃបានបាយហូបមួយថ្ងៃហូបមួយពេលអស់ប៉ុន្តែសភៅនេះអានហើយពេលចេះចប់បន្តទៅឲ្យក្មេងបន្តមួយទៀតក្មេងចប់មួយទៀតបន្តឲ្យមួយទៀតហើយចំណេះដឹងភ្ជាប់រហូតអញ្ចឹងមូលដ្ឋានគ្រឹះវាចេញពីថ្នាក់ទី1ចេញពីមតីចេញពីថ្នាក់ទី2នេះទៅបើសិនថាគាត់មានភាពរឹងមាំអ្វីក៏គាត់ជោគជ័យហើយខ្ញុំជឿជាក់ថាបងប្អូនថ្ងៃនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានដែលគាត់បានយកផលិតផលទាំងអស់ហ្នឹងណាចេញពីអីចេញពីបេះដូងហើយខ្លួនឯងបានឆ្លងកាត់យ៉ាងម៉េចគាត់ចេះដឹងប៉ុណ្ណាគាត់ចេញពីសភៅហ្នឹងបាទចេញពីសភៅហ្នឹងអញ្ចឹងគាត់ផ្ដល់សភៅហ្នឹងទៅឲ្យបងប្អូនតទៀតមានចំនួនដល់ទៅ1716ក្បាលហ្នឹងហើយនឹងរៀបរដ្ឋាភិបាលបន្ថែមសភៅទៀតទៅដល់ថ្នាក់បតីទៀតយើងនឹងរៀបចំទិញយើងចែកជូននៅពេលខាងមុខនេះជូនកូនដែលនៅជួរមុខដែលគ្មានភៀសខ្លួនដែលមិនមានថវិកាហើយរៀននៅតាមតង់នៅក្រោមដើមឈើតែមានសភៅឲ្យក្រោមដើមឈើសភៅល្អសភៅស្តង់ដារអន្តរជាតិសភៅដែលបងប្អូនចេញពីបេះដូងរបស់គាត់ចេញពីស្នាដៃរបស់សហគមន៍នៃរំដួលនេះបាទខ្ញុំសូមអរគុណហើយអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាណាហ្នឹងហើយអរគុណ